តោះចឹងយើងមកធ្វើបន្តទៀតបាទអញ្ចឹងច្រើនចំណុចខាងលើគឺពីចំណុចទី1ដល់ទី7 add switch DHCP នេះយើងបានធ្វើរួចរាល់ហើយ add switch FFRM នេះ file server resource management ក៏យើងធ្វើហើយដែរតាក់ទងមួយនឹងជំហានបន្តទៀតគឺយើងធ្វើនៅលំហឬក៏កិច្ចការងារនៅក្នុងចំណុចទី5ណាអញ្ចឹងយើងមកមើលនៅ network diagram យើងបន្តិចបាទនេះគឺជារូបរាង network diagram របស់ក្រុមហ៊ុនយើងឬក៏ក្រុមហ៊ុន ABCD អីចឹងទៅណាបាទអញ្ចឹងជាធម្មតាគេមាន router មួយដែល router ហ្នឹងទើបអាចឲ្យគេ access ទៅកាន់ internet បានតាមរយៈ ISP ចឹងទៅហើយក៏គេមាននៅ Windows server ដែលយើងបាន set up ច្រើនវិញហ្នឹងអញ្ចឹងនៅក្នុងនេះផងដែរយើងក៏លេចឃើញថាគេមានកុំព្យូទ័រប្រើប្រាស់ជាច្រើនបាទកុំព្យូទ័រ client ទាំងអស់ហ្នឹងហើយដែលវាអាចជាពពួកកុំព្យូទ័រ Windows 10 Windows 7 Windows 11អញ្ចឹងទៅដែលជាធម្មតាកុំព្យូទ័រទាំងអស់នេះគឺមាន username password រៀងៗខ្លួនរបស់គេស្រាប់ៗក៏ប៉ុន្តែ username និង password ទាំងអស់នោះគឺស្ថិតនៅក្នុងកុំព្យូទ័ររៀងៗខ្លួនហ្នឹងណាមិនមែនជា user ដែលយកចេញពី server យកមកប្រើប្រាស់តាមម៉ាស៊ីននីមួយៗនោះទេបាទហើយ IP ផងដែរគឺជាធម្មតា by default កុំព្យូទ័រនីមួយៗហ្នឹងគឺវាបានទទួល IP DHCP server ពី router អញ្ចឹងឥឡូវ router យើងបានបិទ DHCP បាត់ហើយគឺយើងបើក DHCP server នៅលើ server ណាអញ្ចឹងនេះជា network ឬក៏ជា network diagram scenario យើងគឺបែបហ្នឹងតិចទៀតយើងតម្រូវឲ្យ PC ទាំងអស់នេះគឺត្រូវជាន់មកកាន់ domain នេះទៅអាចប្រើប្រាស់នៅ user password ដែលយើងបានបង្កើតលើ server យកមកប្រើប្រាស់តាម PC នីមួយៗនេះបានណាអញ្ចឹងយើងត្រឡប់មកមើលVMware យើងវិញបាទនេះគឺជាកម្មវិធី Windows 10 អញ្ចឹង Windows 10 យើងបើកមកប្រសិនបើយើងមើលទៅលើ network ចឹងនេះឃើញថាវាអត់មាន access ទៅកាន់ internet ទេហើយបើយើងចង់ដឹងថាវាបាន IP អត់យើងបើកមើល network status របស់វានេះមកខាងស្ដាំយកពាក្យ status detail ក៏ឃើញថាវាអត់ទទួលបាននៅ IP ទេបាទយើងមកមើល Windows 7 ម្ដងបាទ Windows 7 យើងនេះគឺភ្ជាប់ទៅកាន់ switch គេឯងដែរហើយបាទអញ្ចឹងយើងអាចមើលរូបរាងនេះពីរបៀបដូចជា Windows 10 មួយនេះ Windows 7 មួយនេះអញ្ចឹងទៅអញ្ចឹងវាភ្ជាប់មកកាន់ switch ដូចគ្នាអញ្ចឹងហើយអស់ហើយក៏ប៉ុន្តែសំណួរសួរថាហេតុអីក៏វាមិនទទួលបាននៅ IP ណាហេតុអីក៏វាមិនទទួលបាននៅ IP មូលហេតុដើម្បីទទួលបាននៅ IP បានយើងត្រូវការឧបករណ៍ដែលអាចបោះ IP មកអញ្ចឹងឧបករណ៍ដែលបោះ IP មកគឺ router និង server តែទៅពេលនេះ router យើងបានបិទបាត់ទៅហើយมันអនុញ្ញាតឲ្យវាបោះ IP មកទេយើងអនុញ្ញាតឲ្យតែ Windows server ទេទើបមានសិទ្ធិបោះ IP មកហើយ Windows server យើងពេលនេះយើងបានបិទទៅហើយហ្នឹងមូលហេតុហ្នឹងហើយទើប Windows 10 និង Windows server នេះមិនទទួលបាន IP អញ្ចឹងបើសិនបើខ្ញុំបើក Windows server ខ្ញុំឡើងវិញបាទខ្ញុំកំពុងបើក Windows server យើងរងចាំតិចបាទអញ្ចឹងយើង control alt delete ដែល click លើ icon មួយនេះយើង save password យើងចូលមកបាទអញ្ចឹងខ្ញុំបើកមកវិញហើយនេះយើងអត់ធ្វើទេយើងបើកបិទវាបានបាទអញ្ចឹងនៅពេលដែលយើងបើកនៅ server ភ្លាមហើយយើងមកមើល Windows 7 យើងតើវាបាន IP អត់ណាអញ្ចឹងយើងអាចប្រើប្រាស់នៅ CMD យើងវាយពាក្យថា IP config អញ្ចឹងឃើញថាវានៅតែមិនទាន់បាន IP មកទេណាមកមើល Windows 10 ម្ដងបាទ Windows 10យើងអាចប្រើប្រាស់នៅអីគេ CMD IP config ដូចគ្នាក៏ឃើញថាវាអត់ទាន់បានដែរអញ្ចឹងដើម្បីឲ្យវាទី IP គេបានបាទយើងអាចបើក network adapter យ៉ាងនេះបាទមកខាងស្ដាំយកពាក្យ disable រួចយើងចុច2ដងលើវាដើម្បី enable ឡើងវិញអញ្ចឹងពេលដែលយើង enable ឡើងវិញម៉ាស៊ីននេះនឹងធ្វើការទី IP ហើយ IP នោះប្រកបណាស់វានឹងធ្វើឬក៏យើងអាចនិយាយបានជាធម្មតាវាមាន DHCP server វាធ្វើ DORA បាទវាបោះ IP មកពី server អញ្ចឹងយើងក៏លេចឃើញថាពេលនេះយើងបាន IP នេះ IP នេះគឺជា IP ដែលបោះមកពី server មកមើល Windows 7 វិញមិនទាន់បានទេមែនអត់អញ្ចឹងយើងអាច
enable និង visible network ណា ncpa.cpl មកយើង disable ហើយយើងធ្វើការ enable វិញបាទអញ្ចឹងឃើញថាវាបាន IP មកហើយណាយើងមើល IP បាន status detail នេះឃើញណាគឺ IP បានហើយណាគឺ IP 63អញ្ចឹងពេលដែលបោះមកយើងឃើញវាបោះមកទាំងអស់ណាបោះ IP សម្រាប់ប្រើបោះ gateway បោះ DNS បាទបោះ DNS អញ្ចឹងឡើងណាអញ្ចឹងក្រោយពីទទួលបាន IP ហើយបាទយើងមកមើលឈ្មោះម៉ាស៊ីនកុំព្យូទ័រយើងបន្តិចបាទតើម៉ាស៊ីនកុំព្យូទ័រយើងនេះឈ្មោះអីណាអញ្ចឹងយើងអាចចុចមកខាងស្ដាំលើកុំព្យូទ័រយកពាក្យ property យកពាក្យ property យើងនឹងឃើញហើយបាទកុំព្យូទ័រយើងគឺឈ្មោះ CAN PC បើយើងចង់បដូរឈ្មោះយើងយក change ទៅណាយើងយក change ទៅយើងអាចបដូរឈ្មោះបានហើយណាយើងយកពាក្យ change setting នេះហើយវា load នៅផ្ទាំងនេះមកយើងយកពាក្យ change មកតង់ទៀតហើយយើងទៅ save បានណានេះដូរទៅជាអីក៏បានដែរណាដូរទៅជាអីក៏បានដែរអញ្ចឹងកន្លែងនេះយើងអាចទុកអញ្ចឹងក៏បានយើងគ្រាន់តែដាក់ចំណាំឈ្មោះវាទុកទៅគឺ CAN PC ណាឥឡូវខ្ញុំកត់ចំណាំវាទុកមិញគឺឈ្មោះ CAN PC ណាអានេះ Windows 7 ណា Windows 7 នេះឈ្មោះ CAN PC ណាហើយចំពោះ network វាជាលក្ខណៈ work group បានន័យថាវាអត់ទាន់ join domain ទេណាបន្លែយើងមកមើល Windows 10 យើងវិញ Windows 10 យើងដើម្បីមើលឈ្មោះដូចគ្នាអញ្ចឹងបាទយើងដូចគ្នាអញ្ចឹងយើងអាចចូលទៅកាន់ File Explorer មួយមក File Explorer មកខាងស្ដាំលើពាក្យ Disk PC យកពាក្យ Property បាទមកខាងស្ដាំយកពាក្យ property នេះបាទរួចយើងមកមើលឈ្មោះម៉ាស៊ីនយើងណាឈ្មោះពិបាកមែនតើនេះ desktop 013អីចឹងទៅអញ្ចឹងបើយើងគិតថាឈ្មោះហ្នឹងវាពិបាកយើង rename PC តែម្ដងមកណាចុចពាក្យ rename នេះរួចយើងដូរឈ្មោះម៉ាស៊ីនយើងមកយើងអាចដាក់ថា Windows PC ចឹងចុះណានេះខ្ញុំដាក់ឈ្មោះវាថា Windows PC ណាអញ្ចឹងវានឹងធ្វើការ restart មួយសិនហើយខ្ញុំ note នេះឈ្មោះមិញគឺឈ្មោះ Windows PC ណាអញ្ចឹងខ្ញុំ restart មួយចុះអញ្ចឹងយើង restart Windows 10 ហើយដែល like Windows 7 នេះយើងរក្សាទុកឈ្មោះដដែលអញ្ចឹងយើងមកមើល user វាបន្តិច start បាទ user គេគឺCAN ហ្នឹងហ្មងណា user គេគឺ user CAN នេះណាអញ្ចឹងយើង note user វាទុកបន្តិច user CAN ណាអានេះ PC name ណាអានេះ user ចំពោះនេះ C user Windows 10 វា restart អញ្ចឹងរងចាំវាបន្តិចសិនអញ្ចឹងម្លងពេលដែល Windows 10 restart នេះខ្ញុំសូមធ្វើការ join domain ទៅលើ Windows 7 អញ្ចឹងដើម្បី join domain បានចាំបាច់យើងត្រូវតែមាន IP នៅក្នុង rank ជាមួយនឹង domain server ជាក់ស្ដែងដូច IP ដែលយើងទទួលបាននេះ /all បាទ IP config .clear /all គឺដើម្បីមើលព័ត៌មាន IP ទាំងអស់អញ្ចឹងយើងក៏លេចឃើញថាដោយសារតែយើងបានទទួល IP ពី server មកអញ្ចឹង IP យើងច្បាស់ណាស់វាដូចគ្នាវាស្ថិតនៅក្នុង range ជាមួយ server ហើយណាអញ្ចឹងឃើញកន្លែង DNS គឺ DNS for server ជាធម្មតាប្រសិនបើ DNS នេះមិនមែនជា DNS for server យើងទេគឺអត់អាច join domain បានទេណាឥឡូវលក្ខខណ្ឌមួយនេះគឺយើងអាច join domain បានទី1ដោយសារតែ IP ក្នុង range តែមួយ ping ទៅស្គាល់គ្នាហើយ DNS គឺជា DNS ប្រើប្រាស់នៅ DNS ដែលជា IP for server អញ្ចឹងអាច join បានណាអញ្ចឹងដើម្បី join បានយើងចូលទៅកន្លែងមិញហ្នឹងចុចលើ start មកខាងស្ដាំលើពាក្យ computer យកពាក្យ property បាទនេះទៅបន្តមកទៀតយកពាក្យ change setting កន្លែងនេះយកពាក្យ change បន្តមកទៀតយើងคลิกលើ domain វិញណាហើយយើងវាយឈ្មោះ domain យើងចូលមក domain យើងគឺ caricambo.com
cam.kh ណាអាហ្នឹងវាយឲ្យត្រូវណាវាយឲ្យត្រូវឈ្មោះរបស់ domain យើងអញ្ចឹងយើងមកមើលតិចមកតើ domain យើងនឹងឈ្មោះអី server manager នេះអានេះគឺជា server របស់យើងអញ្ចឹងយើងមកមើលតិចមើលក្នុង local server យើងនឹងឃើញនេះគឺ carrickcambo.cam.kh ណាឈ្មោះហ្នឹងឲ្យត្រូវណាអញ្ចឹងបន្ទាប់ពីវាយឈ្មោះ domain ត្រឹមត្រូវហើយយើងចុច OK ចុច OK កន្លែងនេះ username នេះគឺសំដៅទៅលើ user របស់ administrator ដែលនៅលើ server password គឺជា password របស់ administrator មួយហ្នឹងណាអូខេមកគឺជា user ដែលជា user របស់ server ចំណាំណា admin របស់ server អូខេអញ្ចឹងពេលនេះគឺ join ទៅកាន់ domain នេះណាអូខេទៀតអូខេ close restart បាទចំណុចនេះឃើញថា Windows 7 យើងធ្វើការ join ទៅកាន់ server ហើយណានៅ Windows 10 អញ្ចឹង Windows 10 ដើម្បី join ទៅកាន់ server បានដូចទៅ Windows 7 វិញណា file explorer មួយមកមកខាងស្ដាំលើ this PC យកពាក្យ property កន្លែងនេះមុននឹង join ខ្ញុំសុំមើលឈ្មោះ user គេតិចបាទឈ្មោះ user គេគឺហើយណាគេអត់ចេញឈ្មោះ user ដូចជា Carrick Cambo មិញណានេះ user គេគឺ Carrick Cambo អូខេបាទអញ្ចឹង join មកខាងស្ដាំលើ this PC property បាទរួចយើងយកកន្លែងណាជាចាំតិច system protection change product key rename នេះដូរឈ្មោះទេអូខេអញ្ចឹងកន្លែងនេះអូនអាចចុចទៅលើពាក្យថា advanced system setting advanced system setting នៅខាងនេះអត់ឃើញមានណាបាទអញ្ចឹងយើងចុចនេះមក advanced system setting បន្តមកទៀតកន្លែងនេះយើង click លើ computer name យើងយកពាក្យថា change កន្លែងនេះយើង click domain ដូចទាំង Windows 7 វិញអញ្ចឹងយើងវាយ domain នេះចូលមកគឺ carrickcambo.cam.kh ណារួចចុច OK កន្លែងនេះគឺ user របស់ administrator ណាអញ្ចឹងសរសេរឲ្យត្រូវណាទាំង username ទាំង password សរសេរឲ្យត្រូវដូច username password បាទហ្នឹងខ្ញុំសរសេរ password ខុសដល់សរសេរខុសវាអត់ចូលទេណាអញ្ចឹងម្ដងទៀតយើងអូខេម្ដងទៀត administrator ណា password admin នេះជា password របស់ខ្ញុំសម្រាប់ពួកយើងចង់ដាក់អីដាក់ទៅអូខេអញ្ចឹងដល់ពេលដែលយើងវាយ username និង password តាមត្រូវវានឹងអាច join ទៅកាន់ domain បានហើយណា join ទៅកាន់ domain ហើយយើង restart មួយអញ្ចឹងអានេះគឺជាវិធីក្នុងការ join domain ទាំង Windows 7 និង Windows 10 អញ្ចឹង user របស់ local នេះយើងអាចយក user របស់យើងដែលយើងបានបង្កើតនៅលើ Windows Server នេះយកមកប្រើបានអញ្ចឹងនៅក្នុងនេះដើម្បីបង្កើត user កាលពីមេរៀនមួយយើងចុចលើ tool យើងចុចលើពាក្យថា active directory username user and computer បាទបន្តមកទៀតយើងនឹងឃើញ user ជាច្រើនដែលយើងបានបង្កើតកាលពីមេរៀនមុនឥឡូវខ្ញុំនឹងបង្កើត user មួយបាទ user មួយចុះនៅក្នុង user តែម្ដងមកអូគេមានណាគេមាន user test នេះមួយខ្ញុំលុបវាចោលវិញអូខេខ្ញុំនឹងធ្វើការបង្កើត user មួយខ្ញុំឲ្យឈ្មោះវាថា T1 user T1 ចុះ next password ខ្ញុំអត់ដាក់ទេ tick 2កដាល user cannot change និង password never expire next finish ហើយខ្ញុំនឹងបង្កើត user មួយទៀត T2 password ក៏ខ្ញុំអត់ដាក់ដែរ next finish បាទពេលនេះយើងនឹងយក user T1 T2 នេះយកទៅប្រើណាយកទៅប្រើអញ្ចឹងយើងមើលកន្លែង tool active directory user computer ម្ដងទៀតដល់ពេលដែលយើងចុចលើ user យើងនឹងឃើញ user ចុះបើយើងចុចលើ computer យើងនឹងឃើញអី
chẳng là bây giờ chọn lơ computer dương đừng kênh computer pi hướng để bạn cho anh một cái server dương đấy để bạn cho anh một cái server dương chẳng vừa miên một rồi kêu cho anh nó dương đừng kênh mua tiếng một rồi kêu này nè nên này nè anh ấy chỉ bỏ miên tiện tông chỉ mới nó mà sân computer này nè này biết đăng tăng vì operation cứ chỉ Windows 7 professional bị phê tí môi ấy trong tay nè nhưng mà Windows đọcอย่างนี้คือchỉประเภทได้ workstation or server อีน่าจังtay nè operation system វាជា pro ជាប្រភេទ pro ណាអូខេឥឡូវឃើញថាបានមកហើយយើងសាក login ជាមួយ Windows 7 បាទចុច control alt delete ណា control alt delete នេះអញ្ចឹង user ដែលយើងយកមកប្រើមិញបាទអានេះបើយើង log ទៅវាចូល user ចាស់របស់ CAN PC ដដែលទេអញ្ចឹងយើងចុច switch user សិនបាទ switch user control alt delete អានេះវាទៀមទា log off មួយសិនណាបាទខ្ញុំ log off account CAN នេះមួយសិនបាទអញ្ចឹងយើង log off ឬក៏ switch user ក៏បានដែរ switch user ណា switch user នេះ another user ណាយើងចុច another user មកបាទអញ្ចឹងដល់ពេលដែលចុច another user គេប្រាប់យើងថាយើងនឹង login ទៅកាន់ Cambodia អញ្ចឹង user យើងមិនយើងមាន T1 អត់មាន password ទេ enter មកអញ្ចឹងយើងអាចប្រើប្រាស់នៅ account T1 ដែលយើងបង្កើតនៅលើ server លើ Windows 7 បានហើយនេះណាវាកំពុងតែ login ចូលហើយបាទនេះគឺជា T1 ដែលយើង user T1 ដែលយើងបង្កើតនៅលើ server ហើយយើងយកវាមកប្រើប្រាស់ជាមួយនឹង Windows 7 មួយនេះបាទអញ្ចឹង account T1 នេះវាអត់មានសិទ្ធិអីច្រើនទេដោយសារតែវាជា client ពី server មកឧទាហរណ៍ថាខ្ញុំចង់ចាក់ចេញពី server វិញ setting គឺវាអត់ឲ្យណាអញ្ចឹងយើងចង់ធ្វើអីមួយតាក់ទងមួយ setting ដល់តែយើងនឹងស្គាល់ username របស់ admin ហើយស្គាល់ password របស់ admin ទៅយើងធ្វើបានណាអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ដូរ password ដូរ IP ឬក៏ធ្វើអីមួយឧទាហរណ៍យើងចូលទៅកាន់ ncpa.cvl នេះបាទឬខ្ញុំចង់ដូរឬក៏ចង់ disable network adapter អីគឺអត់បានទេណាគឺត្រូវតែដឹង password របស់ admin រហូតអញ្ចឹងយើងធ្វើអត់បានទេដោយសារយើងជា client ពី server មកណា Windows 10 ម្ដង Windows 10ដូចគ្នាអញ្ចឹងបាទ Cambodia នេះអានេះវានៅចាស់ឡើយទេអញ្ចឹងយើងយកពី Adel user មកអញ្ចឹងវានឹង connect ទៅកាន់ server ហើយអញ្ចឹងកន្លែងនេះយើងអាចចុចអីគេលើយើងមាន T2 អញ្ចឹងយើងបើក T2 មកអត់មាន password ទេចុច enter បាទអញ្ចឹងយើងប្រើបានអញ្ចឹងនេះជា user ដែលបង្កើតលើ server ហើយយើងមកប្រើជាមួយនឹង Windows client របស់យើងអាចជា 10 អាចជា 7 អាចជា 11 អញ្ចឹងទៅគឺអាចចូលទៅប្រើប្រាស់បានអានឹងពាក់ព័ន្ធមួយនឹងចំណុច join domain ណា join domain អញ្ចឹងចំណុចសំខាន់ដែលយើងត្រូវដឹងទី1 IP ត្រូវតែស្ថិតនៅក្នុង range តែមួយជាមួយនឹង server DNS ត្រូវដាក់តែ DNS នោះគឺជា IP address របស់ machine server អានេះយើង join បានហើយដែល like ពេលនេះយើងបានធ្វើ DHCP server ពី computer server យើងមករួចរាល់ហើយទៅ Windows client យើងដែលជា Windows 7 ឬក៏ Windows 10 នេះវាទទួលបាន IP ត្រឹមត្រូវជាមួយនឹង DNS អញ្ចឹងអត់ពិបាកទេយើងមិនបាច់កែទេគឺយើងអាច join server បានតែម្ដងណាត្រង់ចំណុចនេះអញ្ចឹង Windows 10 ពេលដែលបើកដំបូងរៀងយូរបន្តិចតែបើ Windows 7 នេះគឺវាលឿនជាងណាលឿនជាងអញ្ចឹងអានេះយើងអត់បានកំណត់លក្ខខណ្ឌអត់បានកំណត់អីច្រើនតែឲ្យគាត់ទេណាគឺយើងគ្រាន់តែយក user ពី server មកប្រើណាបាទដល់យើងមិនអាចក្នុងការ setting អីទេណា setting អីក៏អត់កើតដែរមូលហេតុយើងជា client គេណាយើងអត់អាចធ្វើទេទោះត្រាតែយើងដឹង username password របស់ admin ពី server មកណាអញ្ចឹងកន្លែងនេះយើងអត់ដឹងអញ្ចឹងយើងទេអត់កើតអូខេនេះតើតើមួយការ join domain គឺមានប៉ុណ្ណឹងហើយបើយើងចង់ចាក់ចេញពី domain វិញឈប់ join វិញគឺយើងចូលទៅកន្លែង join វិញហ្នឹងទៅហើយវានឹងឲ្យយើងនេះចូលមកកាន់នេះគេបាទយើងចូលមកខាងស្ដាំ property លើ this PC property ហើយយើងមិញដូចជាយើងមាន system advanced system setting នេះអញ្ចឹងឃើញវាទាមទារ username password ហ្នឹងអញ្
chẳng này vay administrator dương cho một tái anh ấy là việc đọc với nhé dương đã password dương cho nó nhưng vay password khó thế này administrator vậy chẳng những mới thì sao này hệ thống chỗ này chẳng làm vậy shop rồi còn làm vậy đọc trên với cứ cho anh rồi còn ăn cho anh cứ thời thể đắng username password có admin tự mình set administrator admin bảy này yes này máu này chẳng những ai cho cái lại computer name nó dùng bị chèn đấy nè chẳng những cái lịch là vợt group ấy giờ sẽ xuống vợt group chứ ấy các bạn đấy đặt xuống ấy các bạn này rồi chứ ok mà giờ nữa liều giờ mình chạy tranh phí domain này nè dừng lại nơi khom under domain thế này dẫn user đại bằng cao nơi domain mình ai dùng một paragraph chỉ mua dương man thì chẳng này là việc trả tránh hay bây giờ dừng cho cái bên đồng tiền tiền restart chẳng tròn cho nó như mặt phơi thế nhưng cancel đấy nơi xa mày riêng với cứ Windows Server này client server chẳng dừng ở trả tranh thì chẳng tròn cho nó này cứ miền tại phần tới đẹp con cho mùi nắng cho anh domain này miền có dương nâng thưa ca sẽ nâng đã policy một chuyện uống từ lời user thằng pi này bỏ con chran